តើបងប្អូនយប់នេះមានព័ត៌មានតកតងជាមួយនឹងប្រទេសថៃបងប្អូនបាទព័ត៌មានសំខាន់មែនទែនតើឥឡូវយើងទៅស្ដាប់ព័ត៌មានទាំងអស់គ្នាការចាប់ចម្រិតជនបរទេសជាបន្តបន្ទាប់នៅថៃបង្ហាញយ៉ាងច្បាស់ថាប្រទេសនេះជាសម្បុក scam ប្រទេសថៃបានសាងភាពល្បីល្បាញយូរមកហើយគឺល្បីឈ្មោះជាមជ្ឈមណ្ឌលឆបោកតាមអនឡាញ scam ដ៏ធំមួយដែលប្រមូលបានប្រាក់រាប់លានដុល្លារសូម្បីសារព័ត៌មាន Reuters ក៏ចុះផ្សាយដែរកុំថាឡើយប្រជាជនសាមញ្ញនៅក្នុងស្រុកសូម្បីបុគ្គលល្បីៗមកពីបរទេសចូលទៅលេងនៅក្នុងប្រទេសថៃក៏បានក្លាយជាជនរងគ្រោះនៃអំពើឆបោកនេះដែរខាងក្រោមនេះគឺជាករណីឆបោកចាប់ចម្រិតដ៏ល្បីចំនួន3ដែលកើតឡើងនៅក្នុងប្រទេសថៃមួយរយៈពេលចុងក្រោយទី1តារាសម្ដែងចិនវ៉ាងស៊ីងតារាសម្ដែងចិនវ៉ាងស៊ីងគឺជាគោលដៅនៃការបោកប្រាស់ដែលប្រើការតេស្តសម្ដែងคล้ายៗដើម្បីបញ្ឆោតគាត់ឲ្យមកទីក្រុងបាងកកក្រុមបោកប្រាស់ដែលអះអាងថាជាបុគ្គលិករបស់ក្រុមហ៊ុនសិល្បៈថៃ GMM Grammy បានតាក់ទងទៅវាងក្នុងតាមកម្មវិធី WeChat ឲ្យធ្វើដំណើរមកប្រទេសថៃនៅពេលវាងបានមកដល់ទីក្រុងបាងកកនៅក្នុងខែមករាក៏ត្រូវបានគេចាប់ចម្រិតនិងនាំឆ្លងដែនចូលប្រទេសមីយ៉ាន់ម៉ាទៅកាន់មជ្ឈមណ្ឌលឆបោក Apollo Park ក្រុមអក្រិតជនបានយកលិខិតឆ្លងដែនរបស់គាត់ហើយកោរសក់ថែមទាំងបង្ខំគាត់ឲ្យរៀនពីរបៀបបើកបណ្ដាញបោកប្រាស់តាមអនឡាញទៀតផងឧបទ្ទវហេតុនេះធ្វើឲ្យភ្ញៀវបរទេសចិនខឹងសម្បាឈានដល់ការលុបចោលកម្មវិធីប្រគំតន្ត្រីនៅក្នុងប្រទេសថៃពីសំណាក់តារាចិនផ្សេងទៀតផងដែរទី2ជនជាតិអាមេរិកដើមកំណើតតៃវ៉ាន់យូអ៊ីមីលនៅខែមករាជនជាតិអាមេរិកដើមកំណើតតៃវ៉ាន់ម្នាក់ឈ្មោះយូអ៊ីមីលត្រូវបានលបួងឲ្យទៅប្រទេសថៃហើយត្រូវបានជួញដូរជាបន្តបន្ទាប់ក្រុមអក្រិតជនតៃវ៉ាន់ចិនបានលបួងយូពីទីក្រុងសៀងហៃដោយភូតថាចូលរួមនៅក្នុងកម្មវិធីបើកសម្ពោធហាងនំប៉័ងនៅក្នុងទីក្រុងបាងកកទី3តារាម៉ូដែលចិនយ៉ាងស៊ីជីតារាម៉ូដែលចិនឈ្មោះយ៉ាងស៊ីគីក៏ត្រូវបានបញ្ឆោតទៅប្រទេសថៃដោយការបោកប្រាស់ដោយទៅនឹងវ៉ាងស៊ីងដែរយ៉ាងត្រូវបានតាក់ទងតាម WeChat ដោយអ្នកសំគំនិតនៃក្រុមឆបោកដែលពាក់ព័ន្ធទៅនឹងករណីវ៉ាងស៊ីងយ៉ាងបានបាត់ខ្លួននៅជិតព្រំដែនថៃមីយ៉ាន់ម៉ានៅក្នុងខែធ្នូឆ្នាំ2024ហើយគេជឿថាយ៉ាងត្រូវបានជួញដូរបន្ទាប់ពីករណីវ៉ាងស៊ីងគ្រួសាររបស់គាត់បានបង្ហោះសារអង្វរសុំជំនួយហើយគាត់ត្រូវបានគេរកឃើញនិងត្រឡប់ទៅផ្ទះវិញនៅពាក់កណ្ដាលខែមករាឆ្នាំ2025គឺជាព័ត៌មានបាទដែលទៅអាប់ដេតថ្មីបងប្អូនបាទប្រទេសថៃបាទគឺជាសម្បុក scam បាទដ៏ធំល្បីមែនទែនបាទ